ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះ ដេត ហ្វីលីតអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញអំពីការ display ដើម្បីបង្ហាញទៅលើ directory RAM hard disk CPU និង IP អញ្ចឹងជាដំបូងខ្ញុំសូម login របស់ខ្ញុំសិនឈ្មោះរបស់ខ្ញុំ SV1 password 123ព្រោះនៅពេលដែលយើងវាយនេះគឺវាអត់ឃើញទេហើយនៅពេល enter យើងវាយត្រូវហ្នឹងបានវា login បានជោគជ័យហើយតាក់ទងជាមួយនឹងទី1នោះខ្ញុំចង់ចូលទៅលើ directory យើងត្រូវវាយ command ls space /1 តមក enter នេះគឺយើងចូលទៅលើ directory របស់យើងបន្តមកទៀតយើងចង់ចូលទៅលើ RAM យើងត្រូវវាយ free ដកspace ដក x ចឹងអានេះគឺចូលទៅលើ RAM របស់យើងអញ្ចឹងខ្ញុំសូម clear មួយសិនបន្តមកទៀតខ្ញុំចង់ចូលទៅលើ hard disk របស់ខ្ញុំវាយ command df space ដក x នេះគឺជាការចូលទៅលើ hard disk របស់ខ្ញុំហើយមួយទៀតចូលទៅលើ CPU ខ្ញុំវាយ ls CPU តមកខ្ញុំ enter មកនេះគឺជាការចូលទៅលើ CPU របស់ខ្ញុំអញ្ចឹងខ្ញុំសូម clear មួយអញ្ចឹងកន្លែងនេះខ្ញុំចង់វាយ command IPA ព្រោះអីខ្ញុំចង់ចូលទៅលើ IP របស់ខ្ញុំហ្នឹងឲ្យវាមានភាពលម្អិតណា IPA តមក enter អញ្ចឹងគឺវានឹងបង្ហាញទៅលើ IP របស់យើងអញ្ចឹងអរគុណលោកគ្រូចំពោះការស្ដាប់របស់ខ្ញុំសូមអរគុណ